បងប្អូនមនុស្សយើងគឺការចង់បានគឺតែងតែគ្មានដែនកំណត់ទេបើយើងមិនចេះគ្រប់គ្រងចិត្តរបស់យើងណាអញ្ចឹងគឺតែងតែចង់បានជានិច្ចគ្មានទីបញ្ចប់ទេសម្រាប់មនុស្សយើងទាំងអស់គ្នានេះដំបូងឡើយនឹងថាដើរនឹងដូចជាមិនសូវស្រួលទេហត់ណាបើបានកង់មួយនឹងមិនទេដល់អញ្ចឹងទៅក៏ទិញកង់ជិះហ្នឹងដូចមិនសូវស្រួលទៀតរៀងយឺតពិបាកបើបានម៉ូតូមួយមិនដឹងស្រួលប៉ុណ្ណាទេអញ្ចឹងក៏វិធីទិញម៉ូតូហ្នឹងអញ្ចឹងណាដល់ពេលបានម៉ូតូជិះទៅលឿនគួរសមដែរដែលវារៀងក្តៅវារៀងត្រូវភ្លៀងត្រូវអីអញ្ចឹងណាអញ្ចឹងគិតរកវិធីធ្វើម៉េចបានឡានមួយជិះទៅបែបត្រជាក់បែបអីស្រួលហើយអញ្ចឹងហ្នឹងក៏បានប្រលុយទិញឡានហ្នឹងជិះដល់ពេលបានឡានជិះឡានទំនើបជិះហើយហ្នឹងក៏នៅមិនសុខនៅមិនសាប់ទៀតពេលខ្លះជិះទៅក៏មានគ្រោះថ្នាក់មានបញ្ហាអីអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅចិត្តហ្នឹងវាផ្លាស់ប្ដូររហូតចុងក្រោយអាចឈឺស្កាត់អីអញ្ចឹងទៅពេទ្យអានេះដល់វគ្គទៅពេទ្យដល់ទៅពេទ្យថាឈឺហើយអត់ស្រួលទេត្រូវហាត់កីឡាត្រូវដើរធ្វើអីអញ្ចឹងណាដល់ពេលចុងក្រោយគេឲ្យដើរដដែលបកមកដើរវិញអញ្ចឹងជីវិតមនុស្សនេះដូចជាអត់មានអីទៅឆ្ងាយពីអាការចង់បានបើយើងអត់អប់រំវាណាវាចង់បានរហូតអត់ចប់ទេអញ្ចឹង